Ever since I left the city, you doing me, we just don't get along. បញ្យល់អត្ថន័យខ្លីខ្លះ ever since នេះប្រែខ្លីខ្លីវិញនេះដើម្បីមានន័យថាពីពេលវេលាជាក់លាក់ណាមួយនៅក្នុងអតីតកាលហើយបន្តមកដល់បច្ចុប្បន្នយើងប្រើវាដើម្បីនិយាយថាសកម្មភាពមួយសភាពមួយឬក៏ស្ថានភាពមួយបានចាប់ផ្ដើមតាំងពីអតីតកាលនៃពេលវេលាជាក់លាក់ណាមួយហើយបន្តរហូតមកដល់បច្ចុប្បន្នឧទាហរណ៍ I met her in 2010 and I've been friends with her ever since មានន័យថាខ្ញុំបានជួបនាងនៅក្នុងឆ្នាំ2010ហើយខ្ញុំបានកើតជាមិត្តភក្តិនឹងនាងតាំងពីនោះមកតាំងពីពេលនោះមកមានន័យថាចាប់តាំងពីឆ្នាំ2010រហូតដល់ឥឡូវគឺខ្ញុំនៅតែជាមិត្តភក្តិជាមួយនាងឧទាហរណ៍មួយទៀត He left home last year and has lived abroad ever since មានន័យថាគាត់បានចាក់ចេញពីផ្ទះកាលពីឆ្នាំមុនហើយគាត់បានរស់នៅក្រៅប្រទេសតាំងពីពេលនោះមកមានន័យថាគាត់រស់នៅក្រៅប្រទេសតាំងពីពេលដែលគាត់បានចាក់ចេញពីផ្ទះកាលពីឆ្នាំមុនពេលខ្លះយើងប្រើឃ្លាមួយនេះដើម្បីនិយាយអំពីមូលហេតុឬក៏លទ្ធផលនៃសកម្មភាពឬក៏រឿងអីមួយឧទាហរណ៍ Ever since the accident he's been more cautious មានន័យថាដោយសារឬក៏ពីព្រោះតែគ្រោះថ្នាក់ប៉ុន្តែយើងអាចប្រែស្តៀងនៅលើដែរមានន័យថាចាប់តាំងពីការមានគ្រោះថ្នាក់មកគាត់បានមានភាពប្រយ័ត្នប្រយែងជាងមុនឧទាហរណ៍មួយទៀត Ever since she got promoted she's been busier យ៉ាងបើប្រែថាដោយសារឬក៏ចាប់តាំងពីនាងត្រូវបានគេ promoted ឬក៏តម្លើងតំណែងឲ្យនាងបានមានភាពមមាញឹកជាងមុន